អ៊ីរ៉ង់រុស្ស៊ីចិននឹងធ្វើសម្ពយុទ្ធយោធារួមគ្នាឌឺដាក់អាមេរិកប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានចេញផ្សាយនៅថ្ងៃអាទិត្យ9មិនិនាថាកងទ័ពជើងទឹកប្រទេសអ៊ីរ៉ង់រុស្ស៊ីចិននឹងធ្វើសម្ពយុទ្ធយោធានៅឆ្នេរសមុទ្រអ៊ីរ៉ង់នៅសប្តាហ៍នេះក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាប្រទេសទាំង3ដែលចែករំលែកបំណងប្រាថ្នារួមគ្នាដើម្បីប្រឆាំងនឹងអ្វីដែលពួកគេកំណត់ថាជាអនុត្តរភាពរបស់អាមេរិកបានធ្វើសម្ពយុទ្ធស្រដៀងគ្នានៅក្នុងតំបន់នាប៉ុន្មានឆ្នាំថ្មីៗនេះទីភ្នាក់ងារសារព័ត៌មានតាស៊ីមរបស់អ៊ីរ៉ង់បាននិយាយថាសម្ពយុទ្ធនេះនឹងចាប់ផ្ដើមនៅថ្ងៃអង្គារក្នុងកំពង់ផែឆាបាហាស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ជិតឈូងសមុទ្រអូម៉ង់ប៉ុន្តែមិនបានបញ្ជាក់ពីរយៈពេលទីភ្នាក់ងារសារព័ត៌មានតាស៊ីមបន្តថានាវាចម្បាំងនាវាប្រយុទ្ធរួមទាំងនាវាគ្រប់គ្រងកងកម្លាំងជើងទឹកចិននិងរុស្ស៊ីក៏ដូចជានាវាចម្បាំងនៃកងនាវាចររបស់កងទ័ពជើងទឹកនិងឆ្មាំបដិវត្តនៃយោធាអ៊ីរ៉ង់នឹងចូលរួមដែរសម្ពយុទ្ធនេះនឹងប្រព្រឹត្តទៅរហូតដល់ភាគខាងជើងសមុទ្រឥណ្ឌាក្នុងគោលបំណងពង្រឹងសន្តិសុខក្នុងតំបន់និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសដែលចូលរួមចំណែកប្រទេសអាហ្សេបៃសង់អាហ្វ្រិកខាងត្បូងអូម៉ង់កាហ្សាក់ស្ថានប៉ាគីស្ថានកាតាអ៊ីរ៉ាក់អារ៉ាប់រួមនិងស្រីលង្កានឹងចូលរួមជាអ្នកសង្កេតការណ៍ជាមួយគ្នានេះក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំងបាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គម WeChat ថាប្រទេសចិននឹងដាក់ពង្រាយនាវាពិឃាតនិងនាវាផ្គត់ផ្គង់សម្រាប់ការធ្វើសម្ពយុទ្ធយោធារួមនេះកងទ័ពអ៊ីរ៉ង់បានធ្វើសម្ពយុទ្ធនៅក្នុងតំបន់ដូចគ្នាកាលពីខែកុម្ភៈដើម្បីពង្រឹងសមត្ថភាពការពារប្រឆាំងនឹងការគំរាមកំហែងណាមួយដែលនឹងអាចកើតមានឡើងនៅក្នុងតំបន់